ព្រឹត្តទៅនៅពេលណាដែរព្រះករណីថ្លៃវិសេសពិធីទេសកលឆ្នាំនេះនឹងត្រូវប្រារព្ធឡើងនៅពាក់កណ្ដាលខែក្រោយក្រាបទូលល្អណាស់លោករាជអាមាត្យអញ្ចឹងលោកចាត់ចែងឲ្យបានល្អណាស់ហើយចូលប្រកាសឲ្យប្រជានារីទូទាំងព្រះនគរបានដឹងឲ្យពួកគេមកចូលរួមកំសាន្តសប្បាយណាស់ព្រះករណីថ្លៃវិសេសព្រះអង្គឪពុករបស់ពោធិសត្វកាលបានទទួលដំណឹងថាគេនឹងប្រារព្ធពិធីទេសកាលនៅក្រុងពារាណសីក៏បាននាំកូនប្រុសធ្វើដំណើរទៅទីក្រុងដើម្បីផ្លុំសាំងរកប្រាក់កាសចិញ្ចឹមជីវិតណែកូនប្រុសឯងត្រូវទៅទីក្រុងជាមួយនឹងពុកនៅថ្ងៃស្អែកឬទេបាទពុកខ្ញុំនឹងទៅជាមួយពុកល្អហើយកូនប្រុសអញ្ចឹងឯងរៀបចំអីវ៉ាន់ឲ្យហើយទៅសឹមចូលដេកណាព្រឹកស្អែកឡើងយើងនឹងចេញដំណើរភ្លាមនៅតាមផ្លូវធ្វើដំណើរទៅកាន់ក្រុងពារាណសីឪពុកកូនក៏បានឃើញពួកចៅមួយក្រុមកំពុងអង្គុយហូបអាហារនៅនីពាក់កណ្ដាលផ្លូវទើបពួកគេលាក់ខ្លួននៅក្បែរនោះទៅពួកចៅនេះមើលទៅដូចជាសាហាវឃោឃៅណាស់បើដឹងថាយើងនៅទីនេះប្រកាសជាធ្វើបាបយើងមិនខានឡើយសូមលោកពុកកុំផ្លុំសាំងនេះឲ្យសោះព្រោះក្រុមចៅនេះមើលទៅឃោឃៅណាស់តែពុកថាកាលបើពួកចៅនេះឮសំឡេងសាំងប្រកាសជាភិតភ័យរត់ខ្ចាត់ខ្ចាយមិនខានឡើយមិនបានទេពុកហ៊ានតែផ្លុំភ្លាមនឹងមានរឿងមិនខានឡើយពុកកុំផ្លុំឲ្យសោះឪពុកមិនព្រមស្ដាប់ការដាស់តឿនរបស់កូនប្រុសឡើយដោយយល់ថាក្រុមចៅប្រកាសជាភិតភ័យគិតថាជាសំឡេងសាំងរបស់ក្រុមរាជអាមាត្យដូច្នេះគេនឹងរត់មិនខានឡើយពេលឮសំឡេងសាំងសំឡេងសាំងនេះស្ដាប់ទៅដូចជាមិនសូវមានអំណាចទេប្រហែលមិនមែនជាសំឡេងរបស់ក្រុមរាជអាមាត្យឡើយណែគ្នាយើងចូលពួកឯងស្វែងរកប្រភពសំឡេងសាំងនោះមើលតើវាមកពីទីណាដែរលោកម្ចាស់សំឡេងសាំងនេះទៅជារបស់ពួករាជអាមាត្យទៅមិនមែនទេបើជារបស់រាជអាមាត្យមែនសំឡេងនោះនឹងឮបែបមានអំណាចនឹងមិនមែនលាន់ឮតែមួយអញ្ចឹងទេវានឹងមានសំឡេងច្រើននឹងមានត្រែផងស្គរផងមិនខានឡើយលោកម្ចាស់ពិតជាពូកែមែនបានស្ដាប់និងវិភាគបានល្អិតល្អន់ណាស់តោះគ្នាយើងទៅរកមើលប្រភពសំឡេងនោះមើលពួកចៅទាំងឡាយក៏បានរកឃើញឪពុកកូនរួចវាយធ្វើបាបព្រមទាំងប្លន់យកប្រាក់ដែលមានជាប់ខ្លួនទាំងអស់ទៅរួចពួកវាក៏នាំគ្នាចាកចេញទៅឃើញទេពុកខ្ញុំប្រាប់ហើយថាកុំផ្លុំសាំងប្រយ័ត្នមានអន្តរាយតែពុកមិនព្រមស្ដាប់ខ្ញុំសោះចុះនរណាទៅដឹងថាពួកវាមិនភិតភ័យបែរជានាំគ្នាមករកប្រភពសំឡេងទៅវិញប្រាក់កាសពុករកបានមកយ៉ាងលំបាកលំបិនទុកគ្រាន់ចិញ្ចឹមជីវិតពេលនេះពុកធ្វើឲ្យបាត់ទៅវិញត្រឹមមួយប្រព្រឹត្តភ្នែកពុកស្ដាប់ខ្ញុំហើយគិតថាសម្ដីខ្ញុំជាសម្ដីកូនអត់ប្រយោជន៍មែនទេបានជាពុកមិនស្ដាប់ណោះហើយចុះរឿងរ៉ាវវាបានកើតឡើងទៅហើយបំភ្លេចវាចោលទៅតោះនាំគ្នាទៅទីក្រុងស្វែងរកប្រាក់បន្តទៀតចុះការដាស់តឿនរបស់អ្នកមានបញ្ញាទោះបីជាគេនៅក្មេងក៏ដោយមិនត្រូវប្រងើយកន្តើយឡើយភាពចាស់ទុំមិនស្ថិតលើអាយុតិចឬច្រើនឡើយ